บางชมาសូមលំអរកាយគោរពសម្ដេចទ្រង់អាយដាមលោកជំទាវលោកអង្គញាលោកស្រីនាងកញ្ញាប្រិមិត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីសូមស្វាគមន៍លោកនាងមកកាន់កម្មវិធីព័ត៌មានអាស៊ីអាគ្នេយ៍យប់នេះនៅក្នុងរាត្រីថ្ងៃច័ន្ទ2រោចខែចែកឆ្នាំរោងឆស័កពុទ្ធសករាជ2568ត្រូវនឹងថ្ងៃទី14ខែមេសាឆ្នាំ2025ជាថ្ងៃមហាសង្ក្រាន្តចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរពីកម្មវិធីរបស់យើងនឹងផ្ដល់ជូនលោកអ្នកនៅព័ត៌មានជាតិសំខាន់ជាច្រើននិងព័ត៌មានអន្តរជាតិនៅចុងកម្មវិធីឥឡូវនេះសូមអញ្ជើញលោកអ្នកតាមដានទស្សនានៅព័ត៌មានជាតិសំខាន់ដែលមានជាបន្តបន្ទាប់ដូចតទៅបែលធីអន្តរជាតិបានប្រពៃពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់សប្បុរស័កពុទ្ធសករាជ2569និងពិសាអាហារសាមគ្គីគ្រួសារ Belty Group ជូនគណៈគ្រប់គ្រងបុគ្គលិកសាស្ត្រាចារ្យនិងលោកគ្រូអ្នកគ្រូដែលមានអ្នកចូលរួម3027នាក់ក្រមអធិបតីភាពអាយដាមបណ្ឌិតលីឆេងតំណាងរាស្ត្រមណ្ឌលភ្នំពេញស្ថាបនិកនិងជាអគ្គនាយក Belty Group និងលោកជំទាវនៅសាកលវិទ្យាល័យ Belty អន្តរជាតិទី2ស្ពានអាកាសចោមចៅអាយដាមបណ្ឌិតបានថ្លែងអំណរគុណនិងកោតសរសើរគណៈគ្រប់គ្រងបុគ្គលិកសាស្ត្រាចារ្យនិងលោកគ្រូអ្នកគ្រូគ្រប់ផ្នែកទាំងអស់នៃ Belty Group ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តក្នុងការបំពេញតួនាទីភារកិច្ចទាំងការទទួលខុសត្រូវរបស់ខ្លួនរយៈពេលពេញមួយឆ្នាំទាំងផ្នែក Belty សំណង់ Belty ទេសចរណ៍និង Belty អប់រំដែលធ្វើឲ្យ Belty Group មានការរីកចម្រើនជាបន្តបន្ទាប់ចាប់តាំងពី Belty មានត្រឹមតែមួយទីតាំងរហូតដល់បច្ចុប្បន្នមានចំនួន36ទីតាំងនៅក្នុងនោះផងដែរសាលា Belty អន្តរជាតិមានចំនួន32ទីតាំងដែលមានសិស្សកំពុងសិក្សាចំនួន54124នាក់ដែលមានកម្មវិធីសិក្សា5ធំដូចជាចំណេះទូទៅភាសាអង់គ្លេសទូទៅកម្មវិធីភាសាចិនទូទៅកម្មវិធីអភិវឌ្ឍបញ្ញានិងថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិជាដើមនៅក្នុងនោះសាកលវិទ្យាល័យ Belty អន្តរជាតិក៏មាន3ទីតាំងផងដែរនៅក្នុងនោះក៏មានសាកលវិទ្យាល័យ Belty អន្តរជាតិដែលមាន3ទីតាំងដែលមានសិស្សកំពុងសិក្សាជាង8000នាក់ដែលមានកម្មវិធីសិក្សាជាភាសាជាតិនិងអន្តរជាតិនៅក្នុងកម្រិតសិក្សា5ធំផងដែរ Belty Group ក៏បានបង្កើត Belty ស្រាវជ្រាវនិងបោះពុម្ពដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការរីកចម្រើនរបស់ Belty ក៏ដូចជាសង្គមជាតិនិងពិភពលោកជាពិសេសការលើកកម្ពស់ការសិក្សាស្រាវជ្រាវនិងនិពន្ធផងដែរក្នុងនាមថ្នាក់ដឹកនាំបុគ្គលិកសាស្ត្រាចារ្យលោកគ្រូអ្នកគ្រូនិងសិស្សនិស្សិតនៃ Belty Group ទាំងអស់អាយដាមបណ្ឌិតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ននិងជាអតីតនាយករដ្ឋមន្ត្រីដែលតែងតែគាំទ្រនិងផ្ដល់ឱកាសយ៉ាងពេញលេញដល់វិស័យអប់រំផ្នែកឯកជនដែលបានចូលរួមចំណែកនៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សជាមួយរាជរដ្ឋាភិបាលជាពិសេសនៅក្នុងនីតិកាលទី7នេះរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដោយកំណត់យកមនុស្សជាអាទិភាពទី1ក្នុងចំណោមអាទិភាពគន្លឹះចំនួន5គឺមនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យា